ពេលដែលខ្ញុំមិននៅនាងបានឆ្លងកាត់រឿងអីខ្លះទៅខ្ញុំជាមនុស្សចូលចិត្តតោងគេនេះមិនសូវមានអ្នកណាព្រមស្រឡាញ់ជាមួយខ្ញុំឡើយខ្ញុំចូលចិត្តមនុស្សតោងណាស់ខ្ញុំចូលចិត្តមនុស្សតោងណាស់ខ្ញុំពិតជាចូលចិត្តមែនទែនណាតែសិនចៃថាពូជាមនុស្សវេរៈខ្ពស់ចូលចិត្តរស់នៅម្នាក់ឯងតាគេនិយាយកុហកទេលោកពូខ្ញុំអាចច្បាស់ជាតោងពូខ្លាំងណាស់នេះមិនទាន់សារលបងផងក៏កាត់សេចក្តីលីជីវិតខ្ញុំបានទៅហើយមែនទេគេមិនសិនចៃក៏និយាយបែបនេះដែរតែទៅបានតែមួយឆ្នាំគេក៏ចាប់ដើមធន់ទ្រាំនឹងខ្ញុំបាត់ទៅហើយខ្ញុំចង់សារលបងកូនមិនបានវេរៈខ្ពស់ដូចសិនចៃនិយាយឡើយកូនសម្លាញ់មកវិញហើយបងប្រុសមានអីកើតឡើងហ្នឹងប្រាប់ប៉ាមើលបងប្រុសខ្ញុំនឹងសិនចៃបែកគ្នារួចហើយនេះមានអីកើតឡើងទៅអាចចាប់ប្រាប់យកភ្លាមមកណាធ្វើអញ្ចឹងហួសហេតុពេកហើយមិនទេណាលីងអ៊ីគ្រាន់តែប្រុសម្នាក់សោះនោះចាំយើងណែនាំប្រុសផ្សេងទៀតឯងចុះណាមិនបាច់ទេមិនអញ្ចឹងរកបានមិត្តប្រុសថ្មីហើយមែនទេខ្ញុំហើយនឹងលោកពូបានពួកយើងនៅមិនតាន់ច្បាស់លាស់នឹងគ្នាឡើយគ្មានទេបានហើយទោះយ៉ាងណាក៏ដោយថ្ងៃក្រោយអញ្ចឹងគោរពគេដឹងហើយបង មើលទៅមិនដូចជាមនុស្សខូចចិត្តតទៅសោះហើយផ្ទុយទៅវិញដូចជាសប្បាយចិត្តថែមទៀតផងបានអញ្ចឹងខ្ញុំឡើងទៅខាងលើមុនហើយនេះបានទៅចុះស៊ូលីងលើកនេះខ្ញុំមិនទៅរកនាងមុនចិត្តដាច់ខាតណាខ្ញុំត្រូវតែទូមានចរិតនាងរឿងរូបបែបនេះលោកសិនចាមស្រួលទេគម្រោងរបូតវៃឆ្លាតរបស់ពួកយើងត្រូវលោកប្រធានស៊ូលុបចោលកិច្ចសហការហើយនេះបងប្រុសខ្ញុំនឹងលីងគ្រាន់តែឆ្លោះគ្នាទិញទុយទេបើមិនច្បាច់លុបចោលការសហការទេលីងមានជំងឺមិនក៏ឯងថានាងគួរឲ្យធុញហើយទុកនាងចោលតែម្នាក់ឯងទៀតសំទោសណាស់ខ្ញុំដឹងខុសហើយខ្ញុំនឹងទៅរកលីងដើម្បីសំទោសនាងភ្លាមការសហការរបស់ពួកយើងនៅតែបន្តដូចដើមទៅខ្ញុំប្រាប់ឲ្យទៅចុះណាលោកត្រាតែបងស្រីខ្ញុំព្រមលើកលែងទុយឲ្យឯងមិនចឹងគ្មានការសហការទេលោកពូយកមិញពូជួយខ្ញុំសុំប៉ាបាយពូមកពេលនេះជាអាស័យដ្ឋានបាញ៉ាំបាយនេះឲ្យបានមែនទេហើយនេះរសជាតិឆ្ងាញ់ខ្លាំងណាស់លោកពូមកម្ដងច្បាស់ជាចូលចិត្តមិនខានឡើយល្អជាសង្សារចាស់ដ៏ល្អម្នាក់ក៏តែធ្វើខ្លួនដោយមនុស្សស្លាប់ទៅត្រីមិនលើកទេស៊ូលីងនេះជាលើកទី1ហើយនឹងចុចបិទទូរស័ព្ទរបស់យើងនឹងមិនអភ័យទោសនាងនោះទេបងចូលកាយអញ្ជើញប្រធានសេនាយប់នេះមិនក៏មិនឃើញសង្សារកន្ទុយសត្វរបស់ឯងមកអញ្ចឹងនាងតាមខ្លាំងពេកខ្ញុំទុកនាងចោលជាចិត្តសិនមើលទៅប្រធានសួនចេះរៀបចំប្រពន្ធហើយតើមកជូនពរសិនវាយមកកែទៅមកជើញមកនៅចាំទៀតមកលើកកែឡើងខ្ញុំដឹងច្បាស់ណាស់នេះច្បាស់ជាមិនអាចចិត្តពីខ្ញុំយូរឡើយអូនសម្លាញ់